ច្បាប់នៃការស្រូបទាញមេរៀនទី7ប្រយុទ្ធជាមួយខ្លួនឯងជីវិតមួយនេះហើយយើងអត់ចាំបាច់ទៅប្រកួតប្រជែងជាមួយនឹងអ្នកណាទាំងអស់សំខាន់ធ្វើយ៉ាងណាប្រយុទ្ធឲ្យតែឈ្នះជាមួយនឹងខ្លួនឯងណាគឺយើងអាចជោគជ័យមហាសាលហើយពីព្រោះសត្រូវដ៏ធំបំផុតនៅក្នុងជីវិតរបស់យើងមិនមែនជាអ្នកដទៃឬមួយក៏អ្នកក្រៅមកពីណាក៏ប៉ុន្តែគឺជាខ្លួនយើងនេះឯងហើយរឿងសំខាន់តែមួយគត់ដែលយើងត្រូវប្រយុទ្ធឲ្យឈ្នះជាមួយនឹងខ្លួនឯងនោះគឺត្រូវធ្វើជាមនុស្សដែលមានវិន័យពីព្រោះវិន័យគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យមនុស្សដែលរីកចម្រើនណាគេអាចធ្វើការងារទៅតាមអារម្មណ៍ទេក៏ប៉ុន្តែគេត្រូវមានវិន័យនៅក្នុងខ្លួនជាប់ជាប្រចាំមានន័យថាទោះជាមិនមានអារម្មណ៍ក៏ដោយក៏គេត្រូវតែធ្វើការងារដែលគេបានកំណត់ទុកក្នុងថ្ងៃនីមួយៗនោះឲ្យចប់សពគ្រប់ដែរក៏ប៉ុន្តែបើសម្រាប់យើងជាមនុស្សដែលមានវិន័យនៅក្នុងខ្លួនវិញណាយើងប្រកាសជាប្រើពាក្យថាអូថ្ងៃហ្នឹងអត់សូវមានអារម្មណ៍ទេខ្ជិលធ្វើអូថ្ងៃហ្នឹងអារម្មណ៍អត់សូវល្អទេទុកសិនទៅការងារហ្នឹងការដែលយើងពន្យាពេលមិនមែនមកពីយើងអត់មានពេលទេក៏ប៉ុន្តែដោយសារតែអារម្មណ៍យើងសុទ្ធសាធតែម្ដងសាកគិតទៅមើលបើអ្នកបន្តពន្យាពេលមួយឆ្នាំក្រោយអ្នកនឹងនៅតែកន្លែងដដែលហ្នឹងក៏ប៉ុន្តែបើសិនជាអ្នកព្យាយាមកែលម្អខ្លួនឯងមួយថ្ងៃត្រឹមតែ1%រយៈពេល365ថ្ងៃអ្នកនឹងក្លាយជាមនុស្សថ្មីបងប្អូនទាំងអស់គ្នាសាកបង្កើតទម្លាប់តូចៗហើយដាក់វិន័យខ្លួនឯងត្រូវតែធ្វើវាឲ្យបានជាប់លាប់ជាប្រចាំហាមអាក់ខានឧទាហរណ៍ដូចជាយើងសាកល្បងបង្កើតទម្លាប់សមាធិជារៀងរាល់ថ្ងៃមួយថ្ងៃត្រឹមតែ5នាទីបានហើយធ្វើនៅពេលព្រឹកក៏បានធ្វើនៅពេលយប់មុនចូលគេងក៏បានទី2បង្កើតទម្លាប់នៅក្នុងការអានសៀវភៅមួយថ្ងៃឲ្យបាន5ទំព័រហាមអាក់ខានទី3បង្កើតទម្លាប់នៅក្នុងការនិយាយពាក្យល្អៗពាក្យវិជ្ជមានទៅកាន់ខ្លួនឯងជារៀងរាល់ព្រឹកក្រោយពេលភ្ញាក់ពីគេងឧទាហរណ៍ដូចជាខ្ញុំស្អាតខ្ញុំឆ្លាតខ្ញុំពូកែខ្ញុំអស្ចារ្យខ្ញុំមានសុខភាពល្អឬមួយក៏ពាក្យអ្វីក៏បានដែរដែលបងប្អូនចង់និយាយទៅកាន់ខ្លួនឯងជារៀងរាល់ព្រឹកហើយត្រូវតែធ្វើវាឲ្យបានជាប់លាប់ជាប្រចាំរយៈពេល21ថ្ងៃហាមអាក់ខានបើសិនជាថ្ងៃណាមួយបងប្អូនអាក់ខានមិនបានធ្វើបងប្អូនត្រូវរាប់សារដើមឧទាហរណ៍ថាយើងធ្វើការសមាធិបានរយៈពេល5ថ្ងៃជាប់គ្នាណាថ្ងៃទី1ទី2ទី3ទី4ទី5សប្តាហ៍ថ្ងៃទី6យើងអាក់ខានដូច្នេះយើងត្រូវរាប់សារដើមវិញត្រូវរាប់ចាប់ដើមពីថ្ងៃទី1សារដើមវិញអ្នកដតីអាចអត់ដឹងក៏ប៉ុន្តែយើងអាចកុហកខ្លួនឯងបានទេត្រូវទេអញ្ចឹងធ្វើសារដើមវិញរហូតតតែបងប្អូនធ្វើជាប់លាប់រយៈពេល21ថ្ងៃដែលអត់មានការអាក់ខានសូម្បីតែមួយថ្ងៃកំណត់គោលដៅហើយធ្វើសកម្មភាពសូមចាប់ផ្ដើមធ្វើវាចាប់ពីថ្ងៃនេះតទៅកុំចាំកុំសិនកុំពន្យាពេលហើយកុំមានលេសអីទាំងអស់សូមបញ្ចប់អ្វីដែលអ្នកបានសន្យាចំពោះខ្លួនឯងហើយសូមចាំថាលទ្ធផលគឺត្រូវការពេលវេលាអ្នកអាចធ្វើនៅថ្ងៃនេះហើយរងចាំលទ្ធផលនៅថ្ងៃស្អែកបានទេអញ្ចឹងហើយបានជានាងខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាត្រូវតែធ្វើយ៉ាងតិចឲ្យបាន21ថ្ងៃយ៉ាងជាប់លាប់ជាទីបំផុតដាក់វិន័យខ្លួនឯងមកណាថារយៈពេល21ថ្ងៃហ្នឹងត្រូវតែកែប្រែរាល់សកម្មភាពតូចៗដែលយើងបានដាក់ហ្នឹងហើយធ្វើវាឲ្យជាប់លាប់ជាប្រចាំបងប្អូននឹងឃើញការផ្លាស់ប្ដូរយ៉ាងពិតប្រាកដនៅក្នុងជីវិតរបស់បងប្អូនវីដេអូនេះគឺចែករំលែកដោយក្តីស្រឡាញ់ពីនាងខ្ញុំអរគុណច្រើន